ហ្វីលីពីនតាមរយៈអគ្គមេបញ្ជាការកងទ័ពលោករ៉ូមីយ៉ូប្រូនឺជូនៀបានបញ្ជាក់ពីជំហរបន្តដឹកនាំក្រុមសង្កេតការអាស៊ាន AOT ដើម្បីសម្របសម្រួលចំនួនព្រំដែនកម្ពុជាថៃការបញ្ជាក់របស់អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនរូបនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោកនាយករដ្ឋមន្ត្រីកម្ពុជាហ៊ុនម៉ាណែតនៅថ្ងៃទី12ខែកុម្ភៈឆ្នាំ2026នៅក្នុងជំនួបដដែលលោករ៉ូមីយ៉ូប្រូនឺជូនៀក៏បានបដិញ្ញាបន្តជំរុញទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកងទ័ពជាមួយកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀតពីចំណែកប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុនម៉ាណែតដាក់ក្តីសង្ឃឹមថាហ្វីលីពីននឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលនិងដោះស្រាយបញ្ហាព្រំដែនកម្ពុជាថៃដោយសន្តិភាពគួរជ្រាបថានៅថ្ងៃទី12កុម្ភៈដដែលលោករ៉ូមីយ៉ូប្រូនឺជូនៀក៏បានបញ្ជាក់ពីជំហររបស់ហ្វីលីពីនក្នុងការចូលរួមសម្របសម្រួលចំនួនព្រំដែនកម្ពុជាថៃនៅក្នុងជំនួបជាមួយលោកទាសីហារដ្ឋមន្ត្រីក្រសួងការពារជាតិនិងលោកវងពិសេនអគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទកម្ពុជាតាមគម្រោងនៅថ្ងៃទី13កុម្ភៈលោករ៉ូមីយ៉ូនឹងចុះទៅពិនិត្យដល់ទីតាំងខេត្តបន្ទាយមានជ័យរបស់កម្ពុជាដោយផ្ទាល់លោកបណ្ឌិតកិនភៀអ្នកជំនាញកិច្ចការអន្តរជាតិនៃរាជបណ្ឌិតសភាក៏សម្គាល់ឃើញថាក្រុមអ្នកសង្កេតការអាស៊ាន AOT ហាក់មិនទាន់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយជម្លោះព្រំដែនកម្ពុជាថៃនោះទេបើតាមលោកបណ្ឌិតកិនភៀការវាយតម្លៃកន្លងមករបស់ក្រុម AOT ហាក់មិនមានតម្លាភាពនិងគ្មានអំណាចគ្រប់គ្រាន់ក្នុងការអនុវត្តតួនាទីក្នុងការដោះស្រាយជម្លោះខណៈរបាយការណ៍សង្កេតការណ៍នៅតាមតំបន់ក្បែរសមរភូមិរបស់ក្រុម AOT មិនធ្លាប់បានដាក់បង្ហាញឲ្យសាធារណជនឃើញម្ដងណាឡើយនៅក្នុងន័យនេះលោកបណ្ឌិតកិនភៀចង់ឃើញមានការដំឡើងកម្រិតអាណត្តិរបស់ក្រុមអ្នកសង្កេតការណ៍បង្កើតរចនាសម្ព័ន្ធត្រួតពិនិត្យចម្រុះបញ្ចូលឧបករណ៍ឃ្លាំមើលទំនើបមិនថាការប្រើផ្កាយរណបឬដ្រូនបង្កើតនីតិវិធីប្រតិបត្តិស្តង់ដារនិងបង្កើតមូលនិធិនិងការបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពរបស់អ្នកសង្កេតការណ៍